សម្រាប់ថ្ងៃទី14ខែ6នេះក្បាលរឿងដើមដោយឡានខ្មៅនេះត្រូវតែសងសួនពុជកាណុកឬយ៉ាងណាប្រហែលជាទំនងជាម៉ោង5ម៉ោង6ចេញពីខេតវីមើលទៅឡានខ្មៅមួយនេះឡើងសួនផ្លាកលេខ P2 PL 216 X ចុចមិនដឹងកតុយប្រមាណទេមិនដឹងថាគាត់កើតអ្វីបានហោះទៅបុកនឹងសួនស្ទុយហេឥឡូវនេះឡានកំពុងតែស្ដៅគាត់ទំនងជាយកទៅស្តង់ការឋាននគរបាលរាជធានីភ្នំពេញកើតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញមិនដឹងថា5ចូលចិត្តក្បាច់ជប៉ុនឬយ៉ាងណាធ្វើឆាក USD ឬក៏ Ultimate Fighter Champion គុណចម្រុះណាបើភាសាខ្មែរគឺមានន័យថាប្រើក្បាច់អីក៏បានឲ្យទៅវាយគេស្លាប់លើកលែងពងនិងបោចសក់ក្បាលអាហ្នឹងនិយាយពីគុណចម្រុះឬ Mixed Martial Art គាត់រៀបចំកីឡាគុណចម្រុះនេះនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិកតែបើនិយាយពីជប៉ុនគេហៅថាប្រុសម៉ាត់ក្បាច់មូស៊ូរុញគ្នាប្រើកម្លាំងតំណាងឲ្យកសិកម្មរបស់ជប៉ុនប្រុសម៉ាប់ណាមួយថ្ងៃហូបសាច់គោ2គីឡូហើយគេហៅថាជប៉ុនធ្វើអាកីឡានេះគឺតំណាងឲ្យកសិកម្មរបស់ជប៉ុនហើយដល់ពេលចឹងទៅប្រហែលជាដូឡាល់ត្រាំទៅលេងជប៉ុនច្រើនដងចូលចិត្តក្បាច់ជប៉ុនមើលទៅបានយក USC ទៅដាក់នៅទីស្តីការដូឡាល់ត្រាំខ្លាយច្រឡំអេឡុនម៉ាស់ខ្លាយជាមនុស្សដំបូងដែលមាន$3 លាន$3 លាននេះបើយើងនិយាយឲ្យស្រួល Today's valuation of SpaceX hitting $2.1 trillion succeeding at all 1 លានឬក៏0.12កន្ទុយអានេះលានដុល្លារណាហើយបើយោងតាម CBS News ថ្ងៃនេះឬម្សិលមិញនៅអាមេរិកគឺSpaceX មានតម្លៃទឹកប្រាក់2.1 trillion យើងនិយាយសុទ្ធសាប់2លានឬក៏និយាយភាសាអង់គ្លេសវាស្រួលទៅ 2.1 trillion អាហ្នឹងតម្លៃរបស់ក្រុមហ៊ុន SpaceX នៅពេលដែលបង្ហោះផ្កាយដំណំទៅដល់លំហអាកាសភិកហ៊ុនឡើងក្បឹកតែម្ដងអញ្ចឹងអ្នករកស៊ីភិកហ៊ុននេះជាឱកាសហើយបងប្អូនតែកុំភ្លេចប្រយ័ត្នខ្ចីលុយអត់មានអីសងគេណា Today. Oh my God, I can't believe it. And in Hackensack, New Jersey, down power lines and toppled trees wreaking havoc on this neighborhood. That same storm system tearing through parts of Virginia and the small town of Monetta, strong winds picking up the tent during a church event and collapsing it, killing one man. ខ្យល់សាហាវបក់បំបាក់ដើមឈើទឹកហូរកាត់ផ្លូវនៅរដ្ឋ New Jersey ចំណែកនៅរដ្ឋ Virginia ខ្យល់ព្យុះវាយបោកបំបាក់ពហិយគ្រឹះស្លាប់ម្នាក់របួស20នាក់ខ្យល់នេះគឺខ្យល់កាចសាហាវខ្យល់ហិង្សាវាយទៅលើផ្ទះសម្បែងវាយទៅលើអាគារនៅសហរដ្ឋអាមេរិកឡើងខ្ទេចតែម្ដងតើខ្យល់នេះឬក៏ខ្យល់កាចខ្យល់ព្យុះសង្គ្រាមនេះវានឹងវាយធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកណាខ្លះនៅសហរដ្ឋអាមេរិកចំណែកស្ត្រីវ័យចំណាស់ម្នាក់នៅរដ្ឋ Seeing your home like this It's so devastating. I mean, it's just heartbreaking. Illinois គាត់ឈឺចាប់ជាខ្លាំងដោយសារតែខ្យល់ព្យុះវាយបបាក់ធ្វើឲ្យខ្ទេចអស់ផ្ទះសម្បែងហើយបរិសម្នាក់នេះគាត់បានកប់នៅក្នុងផ្ទះត្រូវបានជួយសង្គ្រោះចូលទៅជួយតែម្ដង Authorities say 2 people were on board that plane, a 67-year-old pilot and his 72-year-old passenger. The plane starting its engine when it was struck by a large wave, damaging its wing. យន្តហោះឯកជនមួយមិនដឹងជាគាត់កើតអីប្រហែលជាខ្យល់ហោះបុកបាក់ស្លាប់យន្តហោះហោះចូលទៅក្នុងទឹកទន្លេបរិះដែលជា pilot គឺអាយុ62ឆ្នាំហើយបរិះជាអ្នកដំណើរអាយុ72ឆ្នាំយើងចូលមកដល់ព័ត៌មានបាញ់បោះអស់ជីវិតនៅរដ្ឋ Texas នៅចំកណ្ដាលទីក្រុង Texas តែម្ដងស្លាប់ម្នាក់របួស10នាក់ហើយនេះគឺជាវីដេអូបង្ហាញដោយអាជ្ញាធររបស់សហរដ្ឋអាមេរិក And hiding as the sound of gunfire rang throughout the city's industrial corridor. Damn! Amidst a massive SWAT response. ណែកនៅរដ្ឋ Colorado នៅសហរដ្ឋអាមេរិក រស់ពីរនាក់ឈប់ឡានបាញ់គ្នាតែម្ដង
នៅកណ្ដាលផ្លូវលបឿនលឿននៅសហរដ្ឋអាមេរិកនៃរដ្ឋ Colorado on the busy I-70 interstate northwest of Denver. Both men stopped, both got out of their cars to approach each other, and it even stalled traffic in that lane. អរគុណបងប្អូនក្រោមដំបូលសន្តិភាពទាំងអស់គ្នាសម្រាប់ Win TV ថ្ងៃនេះអរគុណ